ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយអញ្ចឹងមានអ្នកគ្នាយើងច្រើនដែលបានសួរមកខ្ញុំឆាតសួរមកខ្ញុំច្រើនតាក់ទងនឹង Simulator អញ្ចឹងណាអញ្ចឹងគ្នាយើងខ្លះក៏ចង់ផុសបានច្រើនដងក្នុងមួយថ្ងៃអញ្ចឹងណាក៏អាចចង់ផុស 4-5 ដងអីចឹងណាឬក៏ផុសច្រើនដងអញ្ចឹងណាអញ្ចឹងបើអ្នកគ្នាចង់ផុសបានច្រើនដងអញ្ចឹងអ្នកគ្នាត្រូវបង្កើត Gmail ឲ្យបានច្រើនអញ្ចឹងណាបង្កើតបាន 3 4 5 អញ្ចឹងមកហើយអ្នកនរគ្នាយក Gmail ហ្នឹងយកទៅបង្កើត Simulator បង្កើតជា account Simulator មកបន្ទាប់មកទៀតអ្នកគ្នាយក account Facebook របស់អ្នកនរគ្នាដែលមានកាន់ page ហ្នឹងណាយកទៅភ្ជាប់ជាមួយនឹងGmail យើងបានបង្កើតជាមួយនឹង Simulator អញ្ចឹងណាអញ្ចឹងវិធីសាស្ត្រហ្នឹងអ្នកគ្នាអាចផុសបានច្រើនដងក្នុងមួយថ្ងៃអញ្ចឹងណាដោយ free មិនចាំបាច់អស់លុយទេចឹងឥឡូវខ្ញុំទៅបង្ហាញអ្នកនរគ្នាហ្មងទៅយើងចូលមកកាន់ជ្រោមនឹងអ្នកនរគ្នាបន្តមកទៀតអ្នកគ្នាចូលមកកាន់កន្លែង search នេះមកយើងវាយពាក្យថា Simulator អញ្ចឹងនេះ Simulator នេះនៅលើគេស្រាប់នេះហ្មងខ្ញុំយក select យកខាងលើនេះហ្មងមកនឹងអ្នកនរគ្នាបន្តមកទៀតអ្នកគ្នាយក website Simulator នេះមកហើយបន្តមកទៀតគឺអ្នកទាំងនេះចូលមកកាន់ Tray 3ចឹងខ្ញុំបង្ហាញឡើងវិញទាំងអស់តែម្ដងសម្រាប់គ្នាយើងអត់ច្បាស់ចឹងណាចឹងមានគ្នាយើងច្រើន comment នៅលើវីដេអូរបស់ខ្ញុំនៅលើ YouTube អញ្ចឹងខ្ញុំបើឆ្លៀតធ្វើជាវីដេអូបង្ហាញដល់គ្នាហ្មងទៅឥឡូវខ្ញុំចូលមកកាន់ Tray 3បន្តមកទៀតគឺខ្ញុំយក login អ្នកនរគ្នាបាទដោយសារខ្ញុំមាន account ស្រាប់ចឹងខ្ញុំយក login មកបើអ្នកទាំងអស់គ្នាអត់មាននឹងយក register នេះមកនេះចឹងខ្ញុំយក login តមកទៀតគឺខ្ញុំយក Gmail អ្នកទាំងអស់គ្នាបាទខ្ញុំ login មួយ Gmail ចឹងណាខ្ញុំ login មួយ Gmail ហើយបានខ្ញុំយក Gmail ហ្នឹងដែលយើងបង្កើតបានជា account ហើយខ្ញុំយក account Facebook របស់ខ្ញុំមកភ្ជាប់ជាមួយ Gmail ដែលយើងបង្កើត Simulator ណាអូខេឥឡូវខ្ញុំចូលមកកាន់ loginបន្តមកទៀតគឺខ្ញុំយក Gmail ណាមួយដែលខ្ញុំចង់ភ្ជាប់អញ្ចឹងណាអូខេឥឡូវខ្ញុំយក Gmail ទី1 Gmail របស់ខ្ញុំហើយខ្ញុំកន្លែងហ្នឹងគឺខ្ញុំសូមបិទបាំងអ្នកនរគ្នាឲ្យឃើញព័ត៌មានផ្ទាល់ខ្លួនអញ្ចឹងអូខេឥឡូវខ្ញុំយកទី1មកបន្តមកទៀតគឺខ្ញុំយក continueនេះអ្នកនរគ្នាបាទ account Gmail ដែលខ្ញុំភ្ជាប់ហើយមិញហ្នឹងណាឥឡូវគឺវាបានចេញវាចូលបានចូលក្នុង account របស់យើងបានហើយអញ្ចឹងនេះខ្ញុំភ្ជាប់ account ខ្ញុំបានអញ្ចឹងខ្ញុំចូលមកកាន់ account របស់ខ្ញុំអ្នកនរគ្នាបាទខ្ញុំចូលមកកាន់ profile អូខេឥឡូវខ្ញុំចូលមកមើលតិចទៅខ្ញុំចេញមកវិញអ្នកនរគ្នាបាទចឹងដើម្បីយើងអាចផុសវីដេអូចូលទៅកាន់ page របស់យើងបានអ្នកនេះចូលមកកាន់ profile មកហើយអ្នកនេះយក Facebook អ្នកនរគ្នាបាទអញ្ចឹងមកដល់ត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាផងដែរកន្លែងនេះអ្នកនេះត្រូវចូលមក login account Facebook របស់អ្នកទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងអ្នកទាំងត្រូវ login account Facebook របស់អ្នកទាំងអស់គ្នានៅក្នុងជ្រោមដែលអ្នកនរគ្នាប្រើ Simulator ហ្នឹងអញ្ចឹងនេះត្រូវ login account អញ្ចឹងមកតោះទៀតបាទអ្នកនេះចូលមកកាន់ Simulator មកហើយខ្ញុំយកពាក្យថា connect with Facebook អ្នកនរគ្នាបាទអញ្ចឹងខ្ញុំយក connect with Facebook មកតោះមកទៀតគឺខ្ញុំយក continueអូខេអ្នកនរគ្នាបាទឥឡូវ account Facebook របស់ខ្ញុំ connect បានជោគជ័យអ្នកនរគ្នាបាទតពី connect ហើយគឺខ្ញុំនឹងធ្វើការបង្ហោះវីដេអូឲ្យអ្នកនរគ្នាបានទស្សនាអញ្ចឹងណាពីរបៀបបង្ហោះទៀតឥឡូវខ្ញុំចូលទៅកាន់ Simulator អ្នកនេះចុច Simulator មកហើយយើងចុចចឹងមកចេញមកក្រៅវិញហើយតមកទៀតអ្នកនេះអស់មកក្រោមមកយើងអស់មកក្រោមកន្លែងនេះអ្នកនរត្រូវបើអ្នកនរមាន link វីដេអូពីក្នុង TikTok ឬពីក្នុង Facebook ក៏ได้អ្នកអាចប៉ះ link ទៅអ្នកទាំងអស់គ្នាអាចបង្ហោះបានហើយប៉ុន្តែខ្ញុំមានវីដេអូស្រាប់នៅក្នុង
nhưng trong tôi sao bảo nhóm chân lại nè này bà và nè thì miền video snap chân này là khi giờ quả lệch lại nhăn máu là nhôm chân lệch lại nhăn làm bởi thì giờ video bảo nhóm nhắn chân nhôm giờ cả choose pháo chân lại này chai cho nên tích máu nè này chụp tích máu chân bên này này toàn lệch thế này phải cho lệch lại nè vì lệch lại ní này phải cho lệch lại ní chứ này làm bởi cho account page của dương làm bởi ai bọn họ video cho page ban chẳng này ok là chụp năng máu dương giờ có chụp phá chắc lại chụp phá này cái tay video bỏ dương này dương ban xem trong tủ sáp này ok là nhung giờ chụp phá máu to một tiết cái nhung giờ có photo library giờ thì mùi kia nước máu to một tiết cái nhung giờ video bằng nhung mùi này video này nhung chọn phò chụp page cái ok lấy video nhung sẽ lại video đằng máu hay nhung giờ có đàn mùi máu to một tiết này upload cho upload nó chẳng nghĩ thế này đó kia bà sản lập kia dừng lại toàn rồi cho ba mười trong video này bàn chẳng này ok upload pin như này là cái cho mời dừng rong chạm mà thích bà để bỏ mưa sân đó chẳng việc công pông ta đầm na ca này đó kia bà to một tiết lại ní cái dừng chơi xăm này thằng này cái video này chẳng nhầm xong chơi mùi máu thôi ok nhầm mùi máu to một tiết này cái này cho một căn select page chẳng mình kia dân class chúng ta có code ở tan ở bạc lại nhỉ lại select page như này chẳng này chẳng thuê code port bàn chẳng này select page mất nè cái này đó đây còn là chơi lên mùi pop mất cái video page vào dương để này page bằng nhóm page thông mấy này trong page mình ta mùi thế đấy description chẳng này đã cho nó chơi máu này cho CPA vì video là dương vào hòn đó lấy nhóm chơi ta đã tới nhóm ta hai nhóm ưu khó thì bây nè như bạn tôi ngà chẳng này còn một tiếc lại please select action tip chẳng lại năng dương giờ like page nhà đó nè bà phụ nhóm cái này là po page trong đồng mấy bạn like page cho những thì giờ like page năng nào nè hỏi tập ban năng máu này cho publish máu cứ po ba này ok lại nhóm cho publish một máu ok này thì rong chạm bọn tích bà hiện dùng tích đáy đó នេះអ្នកនរគ្នាបាទឥឡូវ publish it successfully អញ្ចឹងគឺយើងផុសបានជោគជ័យខ្ញុំយកអូខេមកតមកទៀតគឺខ្ញុំចេញមកក្រៅវិញហើយខ្ញុំចូលទៅកាន់ Facebook របស់ខ្ញុំដើម្បីទៅមើលថាវាផុសបានជោគជ័យអត់អញ្ចឹងណាខ្លាចអ្នកនរគ្នាអត់ជឿឥឡូវខ្ញុំចូលទៅកាន់ Facebook របស់ខ្ញុំមកហើយខ្ញុំឆេងទៅកាន់ page របស់ខ្ញុំនេះអ្នកនរគ្នាបាទវីដេអូដែលខ្ញុំផុសមិញហ្នឹងបានចេញមកជោគជ័យចូលមកកាន់ file ខ្ញុំចូលយ៉ាងលឿនហ្មងណាដល់មកធុញអស់មកក្រោយនេះវីដេអូដែលខ្ញុំបានបង្ហោះពី Similar Tool ណាអញ្ចឹងគឺបង្ហោះបានជោគជ័យអ្នកនរគ្នាបាទដល់ខ្ញុំចេញមកវិញខ្ញុំចូលមកកាន់ Similar Tool វិញហើយខ្ញុំបញ្ជាក់តិចសម្រាប់គ្នាយើងដែលចង់ផុសបានច្រើនដងណាអញ្ចឹងអ្នកនេះបង្កើត Similar Tool ជាមួយ Gmail ឲ្យបានច្រើនមក3 4 5មកអ្នកនេះអាចផុសបានច្រើនដងក្នុងមួយថ្ងៃឯងមួយថ្ងៃអ្នកនេះអាចផុសបាន 4 5ហើយតែម្នាក់នេះចង់ផុសឲ្យបានច្រើនដងជាងនឹងទៀតអញ្ចឹងអ្នកនេះត្រូវបង់លុយអញ្ចឹងណាអញ្ចឹងទីសាស្ត្របង់លុយអ្នកនេះចូលមកកាន់ Tool មកតែសម្រាប់ខ្ញុំrecommend ឲ្យអ្នកនេះបង្កើត Gmail ឲ្យបាន 4 5មកហើយយើងបង្កើត Gmail បាន 4 5មកយើងបង្កើត Similar Tool ហើយយើងយក account
Facebook របស់យើងទៅភ្ជាប់ជាមួយ Gmail ដែលទាំង5ហ្នឹងមកគឺយើងអាចផុសបានមួយថ្ងៃ4 5ដងណាដល់គ្នាបាទអញ្ចឹងនេះចូលមកកាន់ tool មកហើយខ្ញុំបង្ហាញដល់គ្នាពីនេះដល់គ្នាយើងដែលចង់បង់លុយបើចង់ផ្លិចឯថាវាមានការ update អញ្ចឹងបើយក tool អូមិនមែន tool ហ្នឹងទេយក pricing សម្រាប់គ្នាយើងដែលចង់បង់ប្រាក់ណាចឹងនេះក៏ free នេះគេហៅ free ណាកម្រង free កម្រង free គឺយើងផុសបានតែមួយថ្ងៃមួយដងទេសម្រាប់ free limited for free បាទចឹងសម្រាប់គ្នាយើងដែលចង់ផុសបានច្រើនដងក្នុងមួយថ្ងៃណាចឹងអ្នកនៅតែចំណាយ$1.99ក្នុងមួយខែចឹងអ្នកនេះចង់បង់លុយចង់ផុសបានច្រើនដងណាចឹងអ្នកនេះយក get start មកអូខេឥឡូវខ្ញុំយក get start នេះជួគេឲ្យយើងនេះគេឲ្យយើង select អ្នកនៅក្រៅប្រទេសនិងអ្នកនៅក្នុងប្រទេសអញ្ចឹងយើងនៅក្នុងប្រទេសយើង select យកក្នុងប្រទេសមកយើងយក next ហើយរបៀបបង់ប្រាក់ណាឥឡូវអូខេខ្ញុំយក next ទៀតមកហើយខ្ញុំយកមួយខែហើយមកដល់ត្រង់ចំណុចនេះកន្លែងនេះក៏យើងត្រូវថេលុយដល់គ្នាបាទអញ្ចឹងគឺយើងដែលមាន AVA ឬក៏ ACDA អាចបង់ថេកាត់តាមហ្នឹងមកអញ្ចឹងកន្លែងហ្នឹងអ្នកនេះគាត់ screenshot មួយមកអ្នកនេះយកចូលទៅកាន់កុងធនាគាររបស់អ្នកនរគ្នាអាចបង់ប្រាក់បានហើយយើងអាចប្រើផុសចង់ផុសប្រហែលដងក្នុងមួយថ្ងៃក៏បានដែរអញ្ចឹងមួយខែត្រឹមតែ$1.99ទេណាគ្នាបាទឥឡូវប៉ុន្តែខ្ញុំអត់បង់ប្រាក់ទេដោយសារខ្ញុំអត់មានតម្រូវការផុសច្រើនទេខ្ញុំចេញមកវិញមកខ្ញុំចូលមកកាន់ similar tool ខ្ញុំមិញតែមកហ្នឹងណាគ្នាវីដេអូដែលខ្ញុំបង្ហាញពីរបៀបធ្វើម៉េចឲ្យផុសបានច្រើនដងហ្នឹងអ្នកនរគ្នាគ្រាន់តែបង្កើត Gmail បានច្រើនមកហើយបង្កើត similar tool ហើយបង្កើត similar tool ហើយអ្នកនរគ្នាយក account Facebook របស់អ្នកនរគ្នាតែមួយហ្នឹងយកមកភ្ជាប់ជាមួយនឹង Gmail ទាំង5អ្នកនរគ្នាបានបង្កើត similar tool ហ្នឹងអ្នកអាចផុសបានច្រើនដងហើយ3 4 5ដងក្នុងមួយថ្ងៃអញ្ចឹងណាអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបាទកុំភ្លេចជួយចុច like ក៏ដូចជា subscribe channel របស់ខ្ញុំម្នាក់មួយផងអ្នកនរគ្នាបាទហើយខ្ញុំនឹងមានវីដេអូថ្មីបន្ទាប់ទៀតអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នា